បានសុគតទ្រង់បានបូជាព្រះជន្មឯដ៏ឈើឆ្កាងអំពើអាក្រក់មនុស្សច្រើនពុនប្រមាទធ្វើឲ្យព្រះអង្គសោយក្តីលំបាកដោយស៊ូទ្រាំរងទុំក្នុងអង្គប្រាមេដារបស់ព្រះអង្គរងទុំឈឺចាប់ខ្លោចសានៅក្បែរឈើឆ្កាងពេញទាំងអរាមេត្តាអាណិតបុត្រថ្លៃដែលរងទណ្ឌកម្មដោយមិនចេញស្ដីដើម្បីសង្គ្រោះមនុស្សលោកីខ្ញុំថ្លែងអំណរគុណចំពោះព្រះតីមេត្តាសន្តិដល់យើងខ្ញុំសូមសន្យាថាវាចាអាក្រក់សូមជួយយើងខ្ញុំកាន់ផ្លូវទៀងត្រង់នឹងបានជ្រកកោនក្រមលំព្រះអង្គ